20,000គាត់ 20,000 ប្រហែលថ្ងៃហ្នឹងមិនដឹងជាមេកើតទុកមិនសុខចិត្តរឿងអីទេព្រឹកឡើងបើកភ្នែកមិនទាន់ទេនិយាយពីថាធ្លាក់ភ្លៀងមកខ្ជោកហ្មងម្សិលមិញក៏ភ្លៀងថ្ងៃនេះក៏ភ្លៀងដែរហើយ2ថ្ងៃហ្នឹងគឺភ្លៀងតែពេលព្រឹកទេភ្លៀងប្រហែលជា1ម៉ោង2ម៉ោងអញ្ចឹងទៅក៏រាំងហើយសតុំមួយថ្ងៃវោះល្ងាចហើយព្រឹកនេះប្រហែលជាភ្លៀងទៀតដែរព្រោះមើលមេឃទៅមិនសូវជាស្រួលប្រហែលទេហើយអ្នកតលេនេះបន្ទាប់ពីរាំងភ្លៀងហើយគឺថានាំគ្នាដើរបាច់ទឹកទូកបាច់ទឹកកណូនអញ្ចឹងឯងរដូវប្រាំងអញ្ចឹងសំតែក្តៅហួតហែងប៉ុន្តែនេះអត់ទេបែរជាធ្លាក់ភ្លៀងតែឮចាស់គាត់និយាយថាភ្លៀងនៅខែប្រាំងអញ្ចឹងគេហៅថាភ្លៀងកក់ផ្កាស្វាយចុះខាងបងប្អូនអ្នកកោប្រហែលថ្ងៃហ្នឹងមានភ្លៀងឯងភ្លៀងសតុំប្រហែលថ្ងៃហ្នឹងបងអូននេះខ្ញុំអត់បានចេញទៅរកត្រីទេអញ្ចឹងអ្នកផ្ទះតែបងអូននេះខ្ញុំអត់បានចេញទៅរកត្រីគឺញ៉ាំសាច់ហើយអញ្ចឹងសាច់ញ៉ាំតែ2 3ថ្ងៃជាប់គ្នាធុញដល់ពេលថ្ងៃហ្នឹងម៉ាក់នាងខ្ញុំគាត់ផ្ដាំតាមអូនតូច2នាក់ហ្នឹងគាត់ផ្ដាំតាំងពីម្សិលមិញគាត់ថាពេលដែលមានត្រីឆ្អើពេលដែលមានជ្រក់អីហ្នឹងគឺកុំភ្លេចចូលយកម្លក់ឲ្យផងត្រីរៀលជាមួយត្រីអណ្ដែងត្រីរៀលនេះមានចកាម៉ាន2.5ចាអណ្ដែង5,000អណ្ដែងនេះ3ក្បាល 5,000 ជ្រក់នៅថងម៉ាន 5,000 ចុះបើសិនជាសុំញ៉ាំហ្វ្រីបានអត់ម៉ែចាំមកទិញមកម៉ែនេះថ្ងៃណាមានមហូបទេទិញជ្រក់ហើយនឹងត្រីអាំងត្រីឆ្អើស្រាប់ញ៉ាំតើសាអូនតូច2នាក់នឹងពេលដែលគេទៅនៃពីរៀនគឺគេជួយលក់យាយគេជ្រក់ហ្នឹងគឺយាយគេធ្វើខ្លួនឯងដល់ពេលត្រីឆ្អើហ្នឹងគឺគាត់លើកពីគេដែរទេហើយថ្ងៃខ្លះទៀតហ្នឹងគឺគាត់ធ្វើជានំឲ្យចៅលក់មាននំបត់នំគោមនំថ្មីអីអញ្ចឹងទៅហើយអ្នកតែនាងខ្ញុំឲ្យទៅពេលដែលគាត់លក់អីចឹងណាផ្ដាំផ្ញើឲ្យពួកគាត់នៅលើណោះពេលខ្លះគឺគាត់អត់បានលក់មកដល់ក្រោមទេឬក៏ពេលខ្លះយើងអត់បានមើលអីចឹងទៅគាត់បើកកណូតហួសអញ្ចឹងពេលដែលគាត់មានលក់ជ្រក់លក់ត្រីឆ្អើឬក៏នំគោមនំបត់អីហ្នឹងគឺផ្ដាំផ្ញើឲ្យថាពេលដែលមានលក់ហ្នឹងកុំភ្លេចចូលយំលក់ឲ្យផងហើយឲ្យទៅពេលដែលគាត់មានលក់គឺយើងកម្រថានឹងអត់ទិញណាស់ជាពិសេសជ្រក់នេះខ្ញុំចូលចិត្តញ៉ាំជ្រក់គាត់ឆ្ងាញ់ណាមកថង 1000 ឡើងច្រើននេះខ្ញុំចូលចិត្តទិញទុកញ៉ាំពេលខ្លះហ្នឹងគឺយើងញ៉ាំជាមួយនឹងមីស្រស់ឬក៏ញ៉ាំជាមួយនឹងនំបញ្ចុកអីហ្នឹងក៏ត្រូវដែរថ្ងៃហ្នឹងម៉ាក់នេះខ្ញុំគាត់ទិញត្រីឆ្អើហ្នឹង4ចកាត្រីរៀលហ្នឹងមួយចកា 2,500 2ចកាហ្នឹង 5,000 ដល់ទៅពេលត្រីដៃមួយចកា 5,000 2ចកា 10000 អស់ 15,000 ជ្រក់ហ្នឹងអស់ 5,000 ទៀតអញ្ចឹងអស់ 20,000 អូស្អែកមានកូនញ៉ាំយកមកលក់យាយលឺនំគោមអីម៉ែនំគោមនំពុំអីថ្មីអត់នំថ្មីថ្ងៃសំចាប់ចូលមកយាយនេះ20000មកពេល 20,000បើត្រីខ្លួនឯងវិញមកដល់ជាប្រហែលមើលនេះបើទិញគេញ៉ាំវិញដល់ចូលទៅខាងណោចូលទៅខាងណោក៏ទិញដែរត្រីឆ្អើ4ចកា 15,000 ជ្រក់5ថង់ 5,000 ហ្នឹងមកពេលញ៉ាំគ្នា 4-5 នាក់អត់ចង់គ្រាន់ទេណាបងប្អូនជ្រក់ញ៉ាំគ្រាន់ក៏ប៉ុន្តែត្រីឆ្អើហ្នឹងគឺញ៉ាំរៀងស្ទើរពេលដែលទិញត្រីគេញ៉ាំសំចៃអញ្ចឹងឯងតែដល់ទៅពេលត្រីរកបានខ្លួនឯងវិញញ៉ាំឡើងខ្ជិលញ៉ាំឡើងធុញសម័យមើលត្រីដែលយើងរកបានខ្លួនឯងហ្នឹងបើសិនជាយើងទិញគេញ៉ាំវិញមកពេលមិនដឹងជាអស់ប្រហែលទេហើយភាគច្រើនហ្នឹងគឺយើងញ៉ាំត្រីរ៉ស់ត្រីដែងត្រីធំទៀតអូយបើគិតទៅគឺអស់ច្រើនព្រោះគាត់តែត្រីឆ្អើ 3-4 ចកាមិញហ្នឹងគឺអស់ 15,000 បាត់ហើយរដងពេលដែលចិត្តអស់ត្រីញ៉ាំគឺបងអូននាងខ្ញុំគាត់ចេញទៅរកទៀតហើយប៉ុន្តែប្រហែលថ្ងៃហ្នឹងដោយសារតែមេឃភ្លៀងមេឃសតុំអញ្ចឹងទៅគេអត់បានចេញទៅរកត្រីទេតាមពិតទៅគេចង់ទៅនឹងឯងប៉ុន្តែម៉ែអត់ឲ្យទៅទេដោយសារខ្លាចមេឃភ្លៀងអ្នកតលេពេលខ្លះទិញត្រីអ្នកកោកញ៉ាំដែរបងប្អូនដូចមិញនាងខ្ញុំនោះគាត់ទិញក្បាលត្រីប្រាអ្នកលក់បន្លែស្លមកជូរក្បាលត្រីប្រាហ្នឹងគឺយកមកពីខាងសៀមរាបហើយពេលខ្លះហ្នឹងក៏យើងទិញត្រីទីឡាប់យ៉ាឬក៏ត្រីក្រហមអីញ៉ាំដែរនៅខាងតលេនេះអត់មានបាយម្ហូបអីលក់ស្រាប់ដូចអ្នកនៅគោកទេបើសិនជាម្ហូបដែលយើងអាចញ៉ាំជាមួយនឹងបាយបានគឺមានតែប្រភេទត្រីឆ្អើជ្រក់អីបែបហ្នឹងឯងតែបើថាថ្ងៃហ្នឹងខ្ជិលធ្វើម្ហូបទៅរកទិញម្ហូបយកមកញ៉ាំបាយអីហ្នឹងគឺអត់មានលក់ទេមានតែអាហារពេលព្រឹកដូចជាកាទៀវនំបញ្ចុកបាញ់សុងឬក៏បបរនំប៉័ងអីហ្នឹងគឺមានលក់បើកាលពីមុនមានកាលដែលនេះខ្ញុំអាយុ10ឆ្នាំជាងអីហ្នឹងគឺមានគេធ្វើម្ហូបលក់ទាំងឆ្នាំងហើយមានផាក់ឡូវមានអីលក់ពេលល្ងាចឡើងបើសិនជាយើងខ្ជិលធ្វើម្ហូបអីហ្នឹងគឺយើងអាចទិញផាក់ឡូវឬក៏ទិញម្ហូបគេស្រាប់ញ៉ាំបានតែដល់ទៅពេលឥឡូវហ្នឹងគឺអត់មានណាគេលក់ទេហើយនេះជ្រក់យើងចាក់ដាក់ចានទៅមិនបាច់ថែមគ្រឿងអីទេគឺល្មមឆ្ងាញ់ហើយត្រីឆ្អើនេះគឺយើងយកទៅដាក់ក្តៅតិចទៅឡើងស្រួយញ៉ាំជាមួយនឹងជ្រក់ហ្នឹងគឺឆ្ងាញ់ណាស់អ្នកផ្ទៃនេះខ្ញុំពេលដែលញ៉ាំត្រីអាំងត្រីឆ្អើជាមួយនឹងជ្រក់អីបែបហ្នឹងគឺញ៉ាំច្រើនណាស់បើសិនជាត្រីរកបានខ្លួនឯងវិញត្រីដែងអាំងមកពេលសិតតែ4 5 6ក្បាល2គីឡូអីនៅបានញ៉ាំគ្រាន់ត្រីរ៉ស់អីហ្នឹងក៏ដូចគ្នាដែរតែដល់ទៅពេលទិញគេញ៉ាំចេះគឺយើងមិនអាចញ៉ាំតាមចំណង់បានទេព្រោះយើងរកបានខ្លួនឯងយើងញ៉ាំមិនក៏អត់មានអស់លុយដែរតែដល់ទៅពេលយើងទិញគេញ៉ាំចេះគឺថា
យើងសំចៃដែរបងនេះខ្ញុំក៏ថាគ្រាន់តែអត់បានត្រោកត្រីប្រហែលថ្ងៃនឹងសោះមកពេលទិញត្រីគេញ៉ាំអស់ 15,000 បាត់ហើយចុះបើសិនជាខានត្រោក 4-10 ថ្ងៃមិនដឹងជាខាតថ្លៃម្ហូបនឹងអស់ប្រហែលទេហើយពេលដែលញ៉ាំបាយនេះគឺញ៉ាំពេលល្ងាចត្រីឆ្អើរជាមួយនឹងជ្រក់នឹងញ៉ាំឆ្ងាញ់ណាហើយត្រូវនឹងខ្យល់អាកាសនឹងក៏ល្អទៀតខ្យល់បក់មកឡើងត្រជាក់ល្ហឹមហើយកលេចមើលប្រុសក្មេងនេះខ្ញុំនោះវិញគេកំពុងតំណគ្នាញ៉ាំបាយគាត់នោះខ្វាយចង់ចូលវងបាយគេដែរអាហ្នឹងពេលដែលគាត់អត់យំយើងអាចញ៉ាំបាយបានស្រួលតែបើថាគាត់រោគរឿងងែកងក់ពេលខ្លះហ្នឹងគឺយើងដាក់ចោលអញ្ចឹងអត់បានទេរោគរឿងងែកងក់ឲ្យយើងពោ3តែថ្ងៃខ្លះស្រួលអញ្ចឹងទៅយើងដាក់ចោលអញ្ចឹងទៅយើងអាចញ៉ាំបាយបានតែបើថាគាត់រោគរឿងហើយគឺដឹងតែមានម្នាក់ដែលធ្វើអត់ទាន់បានញ៉ាំបាយទេត្រូវមើលគាត់សិនញ៉ាំបាយក្រោយគេវីដេអូរបស់នេះខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអរគុណសម្រាប់ការចំណាយពេលទស្សនាវីដេអូមួយនេះហើយចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ